កាលពីព្រេងនាយនៅកណ្ដាលព្រៃអាត់កំបាំងមួយនៃប្រទេសកម្ពុជាមានរឿងរ៉ាវដ៏ចម្លែកមួយបានកើតឡើងដែលយើងហៅថាសត្វខ្លាកំណាចសត្វខ្លាដ៏មានអំណាចមួយនេះកើតមកមានរូបរាងល្អឥតខ្ចោះស្បែករបស់វាមានពណ៌មាសសុទ្ធទោះបីជាវាខ្លាំងយ៉ាងណាក៏ដោយក៏វាតែងតែចំណាននឹងសត្វដទៃទៀតសត្វដែលមានសម្លេងដ៏ឆ្លាតវៃសត្វខ្លាបានសម្រេចចិត្តថាវាត្រូវតែស្វែងរកសម្លេងដ៏ឆ្លាតវៃនោះវាបានដើរសម្ដៅទៅវាលស្រែនៅទីនោះវាបានជួបនឹងកសិករម្នាក់ខ្លានិយាយទៅកាន់កសិករថាបើមិននាំទៅរកសម្លេងនោះទេយើងនឹងស៊ីលោកកសិករបានឆ្លើយយ៉ាងឆ្លាតវៃថាខ្ញុំអាចជួយឯងឲ្យរកវាឃើញបានកសិករបាននាំសត្វខ្លាទៅកាន់ដើមឈើធំមួយនៅមាត់ព្រៃខ្លាកាន់តែអន្ទះសាប៉ុន្តែកសិករនៅតែស្ងប់ស្ងាត់កសិករប្រាប់ថាប្រសិនបើឯងចង់បានសម្លេងដ៏ឆ្លាតវៃនោះឯងត្រូវទៅយល់ព្រមឲ្យខ្ញុំចងឯងជាប់នឹងដើមឈើនេះជាមុនសិនដោយមានការអន្ទះសាខ្លាំងខ្លាក៏យល់ព្រមកសិករក៏ចាប់ផ្ដើមចងសត្វខ្លាជាប់នឹងដើមឈើយ៉ាងណែនកសិករនិយាយថាឥឡូវនេះឯងបានឃើញប្រាជ្ញាពិតប្រាកដយើងហើយមែនទេវាចេញមកពីការចេះអត់ធ្មត់និងការប្រើប្រាស់ខួរក្បាលសត្វខ្លាចាប់ផ្ដើមរើបំរាស់យ៉ាងខ្លាំងវាស្រែកយំដោយការឈឺចាប់និងការស្ដាយក្រោយដែលចង់ឈីកសិករហើយនៅទីបំផុតសត្វខ្លាកំណាចរងរបួសយ៉ាងខ្លាំងក៏រត់បាត់ស្រមោលទៅ